សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកខបងប្អូនខថ្ងៃនេះខ្ញុំខជាមួយត្រីក្រហមចាខ្ញុំមានត្រីក្រហមចំនួន1គីឡូខដាក់លាយជាមួយពេញប៉ោះខ្ញុំមានពេញប៉ោះមួយចានចឹងមកចាមានស្ករត្នោតមានខ្ទឹមសចិញ្ច្រាំហើយខ្ញីនេះខ្ញុំទិញខ្ញីគេចិត្តស្រាប់យកមកខជាមួយចាមានគ្រឿងថែមទៀតមានអំបិលស្ករប៊ីចេងទឹកត្រីទឹកស្អ៊ីវម្សៅស៊ុបទាំងខ្យងហ្នឹងបងប្អូនឥឡូវនេះយើងចាប់ដើមមកប្រឡាក់ត្រីរបស់យើងសិនដើម្បីឲ្យត្រីរបស់យើងចូលជាតិចាស់មុនដំបូងខ្ញុំរួយអំបិលចូលមកចូលមករ៉ូឌីយើងដាក់ចូលដែរណាដើម្បីប្រឡាក់សាច់ត្រីរបស់យើងចាហើយយើងផ្អាប់ទុកសិនណាបងប្អូនចាបន្ទាប់មកយើងយកពេញប៉ោះយើងមកហាន់ចឹងសិនណាបងប្អូនបន្ទាប់ពីខ្ញុំចាត់ពេញប៉ោះចឹងហើយឥឡូវយើងចាប់ផ្ដើមខត្រីណាចាក់ពេញឆាចូលបន្តិចខ្ញុំដាក់កូរស្ករចឹងណាបងប្អូនចាឃើញស្ករយើងថាក្រហមហើយយើងដាក់ខ្ទឹមសដែលច្រាំហ្នឹងដាក់ចូលកូរឲ្យឈ្ងុយមកណាតពីខ្ញុំចាក់ទឹកបន្តិចហ្នឹងខ្ញុំខ្លាចខ្លោចបាតអញ្ចឹងហើយខ្ញុំចាក់ខ្ញីចូលតពីខ្ញុំដាក់ខ្ញីហើយខ្ញុំចាក់ទឹកត្រីចូលបងប្អូនប៊ីចេងពេញខ្យងដាក់ចូលប៉ុណ្ណឹងដែរមកឲ្យថែមទឹកស្អ៊ីវបន្តិចមកណាបងមកយើងកូរឲ្យសព្វយ៉ាងមកយើងចាក់ពេញប៉ោះយើងចូលតបមកយើងយកត្រីរបស់យើងទៅតម្រៀបចូលក្នុងឆ្នាំងពេញប៉ោះយើងយ៉ាងមកចាបន្ទាប់ចឹងហើយយើងបិទក្របវាណាបងប្អូនចាឃើញថាខរបស់យើងបានពុះហើយបងប្អូនឥឡូវយើងរួយម្រេចតិចហ្នឹងឲ្យមានជាតិម្រេចឥឡូវយើងដួសខរបស់យើងដាក់ចានចាបងប្អូនឥឡូវនេះខត្រីក្រហមរបស់ខ្ញុំមិនរួចរាល់ហើយឥឡូវខ្ញុំដួសដាក់ចានបងប្អូនតំណងដល់បងប្អូន